សារចាស់តាម Twitter របស់លោកត្រាំកំពុងផ្ទុះឡើងវិញបន្ទាប់ពីការវិវត្តចុងក្រោយពាក់ព័ន្ធនឹងអ៊ីរ៉ង់បណ្ដាញអ៊ីនធឺណិតទើបតែបានការយកកាយសារចាស់នៅលើ Twitter របស់លោកត្រាំអំពីប្រទេសអ៊ីរ៉ង់មនុស្សរាប់លានអ្នកកំពុងចែកចាយសារដូចគ្នាពីដែលលោកបានបង្ហោះនៅចន្លោះឆ្នាំ2011និង2013លោកដូណាល់ត្រាំបានបង្ហោះសារយ៉ាងហោចណាស់5 ដងនៅលើ Twitter ដោយចោទប្រកាន់លោកបារ៉ាក់អូបាម៉ាថាបានរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ដើម្បីចំណេញផ្នែកនយោបាយលោកបានហៅសកម្មភាពនោះថាជាភាពអស់សង្ឃឹមលោកបានព្រមានកុហកសាធារណរដ្ឋកុំឲ្យចាញ់បោកការនេះលោកបាននិយាយថាលោកអូបាម៉ាខ្វះជំនាញក្នុងការចរចាហើយនឹងបង្កសង្គ្រាមជំនួសវិញក៏ប៉ុន្តែលោកអូបាម៉ាមិនដែលបានវាយប្រហារអ៊ីរ៉ង់នោះទេនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026លោកត្រាំបានបញ្ជាឲ្យមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្រោមប្រតិបត្តិការ Epic Forever ក្នុងរយៈពេលប៉ុន្មានម៉ោងសារចាស់របស់លោកបានលេចឡើងវិញហើយបានរីករាលដាលយ៉ាងខ្លាំង viralនៅលើគ្រប់បណ្ដាញសង្គមសំខាន់សារពីរជាពិសេសមួយកាលពីខែតុលាឆ្នាំ2012និងមួយទៀតកាលពីខែវិច្ឆិកាឆ្នាំ2013ត្រូវបានគេចែកចាយបន្តរាប់លានដងសមាជិកព្រឹទ្ធសភា Ruben Gallego បានឆ្លើយតបដោយពាក្យមួយម៉ាត់ថាមុខពីរ hypocrisy មកទល់ពេលនេះលោកត្រាំបានបញ្ជាឲ្យមានការវាយប្រហារយោធាលើអ៊ីរ៉ង់ចំនួន3 ដងហើយក្នុងអាណត្តិទាំងពីររបស់លោកបុរសដែលបានចំណាយពេលជាច្រើនឆ្នាំព្រមានអំពីប្រធានាធិបតីដែលអស់សង្ឃឹមក្នុងការវាយប្រហារអ៊ីរ៉ង់បានក្លាយជាប្រធានាធិបតីរូបនោះដោយខ្លួនឯង